សួស្តីបងប្អូនទាំងអស់គ្នានេះជាសកម្មភាពក្រុមការងារចុះមកធ្វើការរៀបចំប្រព័ន្ធការពារសត្វកាឌៀទុកមុនជូនអតិថិជនណាបាទអញ្ចឹងទីតាំងនេះជាប្រភេទបូរីតែម្ដងដែលយើងចុះមករៀបចំបាទរាប់រយផ្ទះនៅក្នុងគម្រោងនេះបាទអញ្ចឹងគ្រប់វីឡាទាំងអស់គឺដាក់ថ្នាំការពារសត្វកាឌៀទុកមុនណាបាទដោយសារទីតាំងរបស់គាត់គឺមានដេក័រទៅលើប្រភេទ MC សុទ្ធតែម្ដងអញ្ចឹងវាហានិភ័យមែនតើទៅលើការស៊ីបំផ្លាញរបស់សត្វកាឌៀបាទអញ្ចឹងឥឡូវក្រុមការងារយើងធ្វើការរៀបប្រព័ន្ធទយោនៅផ្ទៃបាតរួចរាល់ដើម្បីទុកថែមថ្នាំមានន័យថាយើងមានប្រព័ន្ធទយោអញ្ចឹងយើងអាចប្រើប្រាស់បានរហូតតែម្ដងក្នុងការដាក់ថ្នាំបញ្ចូលមកប្រព័ន្ធទយោនេះដើម្បីបាញ់មកផ្ទៃបាតផ្ទះនឹងទាំងមូលតែម្ដងណាបាទអញ្ចឹងយើងរៀបគ្រប់ធ្នឹមអមសងខាងធ្នឹមទាំងអស់ហើយការបែងចែករបស់យើងបាទអញ្ចឹងយើងមានការបែងចែកយើងមានការតេស្តទឹកថ្នាំគឺដល់គោលដៅដល់ទីតាំងទាំងអស់តែម្ដងនេះទីតាំងដែលយើងបានរៀបចំអញ្ចឹងគ្រប់ធ្នឹមអមសងខាងធ្នឹមគឺក្រុមការងារបានរៀបចំបាទអញ្ចឹងបងប្អូនមានតម្រូវការតាក់ទងនឹងសេវាកម្មរៀបចំប្រព័ន្ធការពារសត្វកាឌៀទុកមុនបងប្អូនអាចធ្វើការតំណែងមកបានណាបាទយើងចុះផ្ដល់សេវាកម្ម25ខេត្តក្រុងតែម្ដងបាទសម្រាប់សំណង់សាងសង់ថ្មីបាទអញ្ចឹងបងប្អូនមានតម្រូវការអាចតាក់ទងបានបាទអរគុណ